ស្ត្រីពីរនាក់ចូលអណ្ដូងដូចគ្នាតែចេញមកខុសគ្នាខ្លាំងស្ត្រីម្នាក់កំពុងដងទឹកពីអណ្ដូងមួយស្រាប់តែនាងធ្លាក់ម្ជុលប៉ាក់របស់នាងចូលទៅក្នុងនោះដោយចៃដន្យនាងភ័យស្លន់ស្លោជាន់ជើងដោយក្តីលំបាកម្ជុលនេះគឺជាមុខរបររបស់នាងដោយមិនស្ទាក់ស្ទើរនាងក៏លោតចូលទៅរកមើលវាអណ្ដូងនោះងឹតសូន្យអឈឹងលើកលែងតែពន្លឺពណ៌បៃតងស្រាលភ្លឹបភ្លែតនៅឆ្ងាយតាមពន្លឺនោះនាងបានចូលទៅក្នុងដែនដីទេពអប្សរនាងដើរតាមផ្លូវមួយហើយបានឃើញផ្ទះឈើមួយនៅឆ្ងាយស្ត្រីចំណាស់ម្នាក់ដែលមានសក់ពណ៌ស្អអង្គុយនៅមុខផ្ទះដកដង្ហើមធំលើគំនរសរសៃសូត្រស្ត្រីចំណាស់ងើយមុខឡើងសួរថាតើអ្នកមកដល់ទីនេះដោយរបៀបណាភ្នែករបស់រីនោះឡើងក្រហមពេលនាងឆ្លើយថាម្ជុលប៉ាក់របស់ខ្ញុំធ្លាក់ចូលទៅក្នុងអណ្ដូងដូច្នេះខ្ញុំក៏លោតចូលទៅរកវាក៏ស្ត្រីចំណាស់មកក្បាលហើយចង្អុលទៅក្នុងផ្ទះដោយនិយាយថាបដូរសម្លៀកបំពាក់ស្ងួតសិនកុំឲ្យត្រជាក់ពេកស្ត្រីនោះបានចូលទៅខាងក្នុងហើយបដូរសម្លៀកបំពាក់ពេលនាងចេញមកនាងឃើញស្ត្រីចំណាស់នៅតែដកដង្ហើមធំសរសៃសូត្រត្រូវបានដាក់គោលលើដីយ៉ាងមិនប្រុងប្រយ័ត្នហើយនៅក្បែរនោះគឺជាក្រដាសជូតមាត់ដែលរហែកដែលមានម្ជុលបាក់ដែលនៅតែជាប់នៅក្នុងរន្ធដោយនឹកឃើញដល់ម្ជុលបាក់របស់គាត់និងឃើញទុក្ខលំបាករបស់ស្ត្រីចំណាស់នោះគាត់ក៏និយាយថាលោកយាយសូមឲ្យខ្ញុំជួសជុលវាឲ្យលោកយាយផងប្រហែលជាបន្ទាប់ពីជួសជុលវារួចខ្ញុំអាចរកកំជុលរបស់ខ្ញុំឃើញស្ត្រីចំណាស់ញឹមហើយប្រគល់ខ្សែសូត្រឲ្យគាត់ស្ត្រីនោះយកវាហើយសង្កេតឃើញថាលំនាំនៅលើក្រណាត់ប៉ាក់ខុសពីអ្វីដែលគាត់ប៉ាក់ជាធម្មតាសត្វស្លាបហាក់ដូចជាហៀបនឹងហើរចេញហើយផ្កាហាក់ដូចជាបញ្ចេញក្លិនក្រអូបគាត់បាននិកំជុលទំនេររបស់គាត់ចេញហើយចាប់ផ្ដើមជួសជុលដេរម្ដងមួយពេលទៅដល់ផ្នែកជ្រៅបំផុតនៃរន្ធគាត់បានរកឃើញម្ជុលប៉ាក់ដែលគាត់បានទាញចេញផ្ទៃរបស់វានៅតែភ្លឺចែងចាំងដោយមាសស្ត្រីនោះមានទាំងការភ្ញាក់ផ្អើលនិងរីករាយគាត់បានគ្រប់ក្រណាត់ប៉ាក់ដោយប្រុងប្រយ័ត្នហើយរៀបចំខ្សែសូត្រនៅលើដេរយ៉ាងស្អាតស្ត្រីចំណាស់នោះបានក្រោកឈរឡើងចាប់ដៃគាត់ហើយនិយាយថាទៅមកជាមួយខ្ញុំពួកគេបានដើរទៅខាងក្រោយផ្ទះជាកន្លែងដែលស្រាប់តែមានចម្ការផ្លែឈើមួយលេចឡើងនៅពីមុខពួកគេដើមឈើពោពេញទៅដោយផ្លែឈើពណ៌ក្រហមភ្លឺមែកឈើតុបតែងដោយគ្រឿងតុបតែងប្រាក់ភ្លឺចែងចាំងនិងគំនរសូត្រសាទីនដាក់នៅខាងក្រោមស្ត្រីចំណាស់នោះបាននិយាយថាយកអ្វីដែលអ្នកចូលចិត្តទៅវាជាការអរគុណសម្រាប់ការជួសជុលមាន់របស់ខ្ញុំក៏ស្ត្រីនោះបានរើផ្លែឈើតែពីរផ្លែនិងសូត្រតូចមួយដុំតូចរួចនិយាយថាគ្រប់គ្រាន់ហើយខ្ញុំគ្រាន់តែត្រូវការម្ជុលរបស់ខ្ញុំប៉ុណ្ណោះវាច្រើនពេកហើយពេលពួកគេកំពុងនិយាយគ្នាពុកខ្មៅពីរបីបានរសាត់ចូលមកហើយភ្លៀងរលឹមក៏ចាប់ផ្ដើមធ្លាក់មកដំណក់ទឹកភ្លៀងបានធ្វើឲ្យស្ត្រីនោះសើមជោគដោយប្រែក្លាយសម្លៀកបំពាក់ក្រណាត់រដុបរបស់គាត់ទៅជារ៉ូបវែងដែលប៉ាក់ផ្លែឈើនៅក្នុងដៃរបស់គាត់ទៅជាដុំមាសនិងសូត្រដែលប៉ាក់ដោយលំនាំផ្កាភីនីរបស់គាត់ស្ត្រីចំណាស់ញឹមហើយនិយាយថាទៅចុះគ្រាន់តែដើរតាមផ្លូវដែលទៅផ្ទះវិញគឺស្ត្រីនោះបានត្រឡប់មកផ្ទះវិញហើយប្រាប់បងថ្លៃស្រីរបស់គាត់អំពីអ្វីដែលបានកើតឡើងភ្នែករបស់បងថ្លៃរីបានភ្លឺឡើងហើយនាងចាប់ផ្ដើមគិតនៅព្រឹកបន្ទាប់បងថ្លៃស្រីបានរត់ទៅអណ្ដូងដោយបោះម្ជុលប៉ាក់របស់គាត់ដោយចេតនាហើយបន្ទាប់មកដោយធ្វើត្រាប់តាមបងថ្លៃស្រីរបស់គាត់លោតចូលទៅក្នុងអណ្ដូងគាត់បានដើរតាមផ្លូវទៅកាន់ផ្ទះឈើហើយបានឃើញស្ត្រីចំណាស់អង្គុយនៅពីមុខវាគាត់បានញឹមយ៉ាងខ្លាំងថាគឺម្ជុលប៉ាក់របស់ខ្ញុំបានធ្លាក់ចូលទៅក្នុងអណ្ដូងសូមយាយជួយខ្ញុំរកវាផងស្ត្រីចំណាស់បានប្រាប់គាត់ឲ្យចូលមកខាងក្នុងហើយផ្លាស់សម្លៀកបំពាក់បន្ទាប់ពីបដូរសម្លៀកបំពាក់រួចបងស្រីថ្លៃបានចេញមកហើយសម្លឹងមើលសរសៃសូត្រនិងសរសៃអំបោះដែលនៅលើដីដោយធ្វើពុតជាមិនឃើញស្ត្រីចំណាស់បានសួរថាតើលោកអាចជួសជុលសរសៃអំបោះរបស់ខ្ញុំបានទេបងស្រីថ្លៃបានគិតក្នុងចិត្តថាខ្ញុំមកយកកំណប់ខ្ញុំមិនមានពេលជួសជុលរបស់របរប្រយោជន៍ទាំងនេះទេប៉ុន្តែដោយនឹកឃើញពាក្យរបស់បងស្រីថ្លៃអំពីអត្ថប្រយោជន៍នាងបានរើសំជុលដោយស្ទាក់ស្ទើរដេរពីរបីធ្នេរហើយដេរដោយមិនខ្វល់ខ្វាយសរសៃអំបោះនោះកោងនិងរមួលរន្ធទាំងនោះមិនទាន់បានបិទភ្ជាប់ផងហើយនាងថែមទាំងហែកសរសៃអំបោះចេញដោយចេតនាទៀតផងនាងដាក់ម្ជុលចុះហើយជំរុញស្ត្រីចំណាស់ថា
យាយខ្ញុំជួសជុលរួចរាល់ហើយនាំខ្ញុំទៅយកកំណប់ស្ត្រីចំណាស់មិននិយាយទេប៉ុន្តែបាននាំនាងទៅចំការឈើនៅពីក្រោយផ្ទះពេលបងស្រីថ្លៃឃើញភ្លាមនាងក៏ប្រញាប់ទៅបេះផ្លែឈើពេញដៃទាញគ្រឿងប្រាក់ពីដើមឈើហើយថែមទាំងព្យាយាមយកសូត្រពីក្រោមដើមឈើទៀតផងមាត់របស់នាងពោពេញដោយផ្លែឈើហើយដៃរបស់នាងកំពុងក្តាប់គ្រឿងអលង្ការប្រាក់ដោយខ្លាចយកតិចជាងបន្តិចនៅពេលនេះស្រាប់តែភ្លៀងចាប់ផ្ដើមធ្លាក់យ៉ាងខ្លាំងដំណក់ទឹកភ្លៀងមានទំហំធំជាងដំណក់ទឹកភ្លៀងដែលបងថ្លៃស្រីរបស់នាងបានជួបប្រទះដែលធ្វើឲ្យស្បែករបស់នាងរលាកសម្លៀកបំពាក់របស់បងថ្លៃស្រីមិនប្រែជាសូត្រទេផ្ទុយទៅវិញវាសំជោគត្រជាក់និងរឹងផ្លែឈើនៅក្នុងដៃរបស់នាងប្រែជាភក់ហើយគ្រឿងអលង្ការប្រាក់ប្រែជាថ្មធ្វើឲ្យនាងពិបាកដកដង្ហើមស្ត្រីចំណាស់ដកដង្ហើមធំថាបន្តដំណើររបស់អ្នកទៅប្អូនស្រីបានដើរត្រឡប់ទៅអណ្ដូងវិញគ្រប់ដណ្ដប់ដោយភក់ដោយមានតែមែកឈើដែលមិនទាន់ជួសជុលនៅក្នុងដៃរបស់នាងពេលនាងត្រឡប់មកផ្ទះវិញនាងបានឃើញបងថ្លៃស្រីរបស់នាងស្លៀករប៉ាក់កាន់ដុំមាសពេលក្រឡេកមើលស្ថានភាពរញ៉េញ៉ៃរបស់នាងមិនអាចទប់ទឹកភ្នែកបានទេបងថ្លៃស្រីរបស់នាងបានមកហើយហុចទឹកក្តៅមួយពែងឲ្យនាងវាមិនមែនថាមានកំណប់ទ្រព្យនៅក្នុងអណ្ដូងនោះទេប៉ុន្តែការជួយពិតប្រាកដនោះនាំមកនូវរង្វាន់មុនពេលដែលខ្ញុំដឹងអំពីអណ្ដូងខ្ញុំមិនបានគិតចង់យកអ្វីសម្រាប់ខ្លួនឯងទេខ្ញុំគ្រាន់តែមានអារម្មណ៍សោកស្ដាយចំពោះម្ដាយក្មេករបស់ខ្ញុំហើយចង់ជួយប្អូនស្រីបានងក់ក្បាលយកក្រដាសជូតមាត់ដែលរហែកចេញរកឃើញម្ជុលថ្មីមួយហើយជួសជុលស្នាមដេរមែកឈើម្ដងមួយនាងបានយកមែកឈើដែលបានជួសជុលទៅអណ្ដូងហើយនិយាយថាដល់ម្ដាយក្មេកខ្ញុំដឹងថាខ្ញុំខុសហើយពីរបីថ្ងៃក្រោយមកប្អូនស្រីបានរកឃើញម្ជុលប៉ាក់ថ្មីមួយនៅក្បែរអណ្ដូងដែលផ្ទៃរបស់វាក៏ភ្លឺចែងចាំងដោយមាសផងដែរចាប់ពីពេលនោះមកនាងលែងច្រណែននឹងបងថ្លៃស្រីរបស់នាងទៀតហើយដោយបានរៀនប៉ាក់យ៉ាងយកចិត្តទុកដាក់និងតែងតែជួយអ្នកដទៃដែលខ្វះខាតបន្តិចម្ដងផ្កាប៉ាក់របស់នាងចាប់ផ្ដើមទាក់ទាញមេអំបៅអ្នកមើលរឿងនេះហើយសូមជូនពរឲ្យមានសុខភាពល្អនិងរកស៊ីមានបានសូមជួយឲ្យបេះដូង Share និង Follow ម្នាក់មួយផង